ខ្ញុំបាទអឹមប៊ុនថនសូមជម្រាបសួរលោកអ្នកនាងដែលកំពុងស្ដាប់កម្មវិធីព័ត៌មានពេលថ្ងៃត្រង់របស់ VOD ជាទីមេត្រីមេតិការព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃប្រហ័សទី2ខែមិនិនាឆ្នាំ2017នេះរួមមានលោកកឹមសុខាត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជាប្រធានគណៈបកសង្គ្រោះជាតិអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហាញពីរូបភាពខុសគ្នានៃឃាតករបាញ់សម្លាប់លោកកែមលីរួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀតដែលនឹងជម្រាបជូនលោកអ្នកនាងស្ដាប់ជាបន្តបន្ទាប់លំដាប់តទៅនេះខ្ញុំបាទអឹមប៊ុនថនសូមជូនព័ត៌មានពិស្ដាដោយការគ្រោងទុកគណៈបកសង្គ្រោះជាតិនៅថ្ងៃប្រហ័សនេះបានសម្រេចជ្រើសរើសលោកកឹមសុខាធ្វើជាប្រធានគណៈបកនិងមន្ត្រីជាន់ខ្ពស់3រូបទៀតជាអនុប្រធានគណៈបកនេះជាផ្លូវការហើយបន្ទាប់ពីលោកសំរងស៊ីបានប្រកាសលាលែងពីប្រធានគណៈបកបន្ទាប់ពីមានការដាក់សម្ពាធទៅតាមច្បាប់ស្តីពីគណៈបកនយោបាយដែលទើបតែត្រូវបានធ្វើវិសោធនកម្មថ្មីនេះសមាជិកភាពថ្នាក់ដឹកនាំថ្មីរបស់គណៈបកប្រឆាំងមួយនេះគឺលោកកឹមសុខាជាប្រធាននិងមានអនុប្រធាន3រូបទៀតគឺមានលោកប៉ុលហំលោកអេងឆៃអៀងនិងលោកស្រីមួសុខួរលោកនាងជាទីមេត្រីកាលពីម្សិលមិញតុលាការបានបង្ហាញវីដេអូឃាតករបាញ់សម្លាប់លោកកែមលីចំនួន4ភាគនៅក្នុងសវនកម្មប៉ុន្តែមិនបានបង្ហាញអំពីសកម្មភាពបាញ់សម្លាប់ដោយផ្ទាល់នោះទេក្រោយពីបើកសវនកម្មនេះអ្នកប្រើប្រាស់បណ្ដាញសង្គមបានកត់សម្គាល់ថាមានរូបភាពខុសគ្នាដែលជនសង្ស័យជាឃាតករពាក់ស្បែកជើងខុសគ្នាជាមួយនឹងរូបភាពនៃចូលក្នុងស្តាម៉ាតនិងរូបភាពឃាតករដែលត្រូវសមត្ថកិច្ចចោទប្រកាន់និងចាប់ខ្លួនលោកណាត់សុភាពរាយការណ៍អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួនបានចែករំលែករូបភាពខុសគ្នាពាក់ព័ន្ធនឹងករណីឃាតករបាញ់សម្លាប់លោកកែមលីកាលពីថ្ងៃទី10កក្កដាឆ្នាំ2016ការប្រៀបធៀបរូបភាពខុសគ្នានេះធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនកម្មកាត់ទោសបរិសុទ្ធអឿតអាងហៅជួបសម្លាប់កាលពីម្សិលមិញក្នុងវីដេអូនិងរូបភាពដែលត្រូវបានអ្នកប្រើ Facebook គូសជារង្វង់នៅត្រង់ស្បែកជើងរបស់ជួបសម្លាប់ព្រមទាំងសរសេរនៅលើបណ្ដាញសង្គមថាមានភាពខុសគ្នានៅពេលធ្វើសកម្មភាពចូលបាញ់សម្លាប់លោកកែមលីក្នុងស្តាម៉ាតនិងរូបភាពសមត្ថកិច្ចចាប់បានសារនោះមានខ្លឹមសារថាស្បែកជើងឃាតករពិតស្បែកជើងបាតពណ៌សស្បែកជើងคล้ายៗបាតពណ៌ខ្មៅសម្ដែងផ្្លាត់ស្នៀតខុសស្បែកជើងទៅថតម្ដងទៀតទៅថតខុសហើយរៀបចំឲ្យត្រូវហើយសំជាងនេះតិចទៅអ្នកកាត់តនៅខ្សោយបន្តិចអ្នកដឹកនាំឆាលខោនមិនបានល្អជាដើមVOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកលីសុផាណាបានទេនៅថ្ងៃនេះអ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោកអំសំអាតថាមិនចាប់អារម្មណ៍នឹងស្បែកជើងលោកជួបសម្លាប់ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះនោះទេប៉ុន្តែលោកចាប់អារម្មណ៍ត្រង់វីដេអូរូបភាពដូចជាដើរស្កប់និងមើលមុខឃាតករមិនច្បាស់ករណីនេះលោកស្នើទៅតុលាការគួរតែបង្ហាញវីដេអូបន្ថែមទៀតព្រោះក្នុងនោះមានកាមេរ៉ាច្រើនក្នុងស្តាម៉ាតនោះmemory ចំចាំនៅក្នុងស្តាម៉ាតនោះវាហាក់បីដូចជាវាមានលក្ខណៈស្កប់ហើយវាមានភាពមិនច្បាស់ហើយនៅក្នុងស្តាម៉ាតកាមេរ៉ាមិនមែនមានតែមួយជ្រុងទេវាមានច្រើនជ្រុងអញ្ចឹងគួរតែបញ្ចាំងជ្រុងណាមួយដែលបង្ហាញអំពីរូបភាពឲ្យច្បាស់ហើយនឹងសកម្មភាពនៃការបាញ់ប្រហារទៅលើលោកប្រតិកម្មឡើយក្នុងសវនកម្មកាលពីថ្ងៃពុធម្សិលមិញតុលាការបានបង្ហាញវីដេអូចំនួន4ភាគពាក់ព័ន្ធនឹងឃាតកម្មលើលោកកែមលីដើម្បីដាក់បន្ទុកលើបរិសុទ្ធអឿតអាងហើយជួបសម្លាប់ដែលសមត្ថកិច្ចចោទថាជាអ្នកបាញ់សម្លាប់អ្នកវិភាគរូបនោះកាលពីថ្ងៃទី10កក្កដាឆ្នាំ2016ប្រធានក្រុមប្រឹក្សាជំរះលោកលៀងសំណាត់បានបញ្ជាឲ្យក្រុមបច្ចេកទេសចាក់វីដេអូដែលថាជួបសម្លាប់ធ្វើសកម្មភាពដើរចូលក្នុងស្តាម៉ាតស្តុបបូកូនិងសកម្មភាពដើរតម្រង់ទៅខាងជើងស្តាម៉ាតដែលវីដេអូនេះថតពីបង្គោលភ្លើងស្តុបបូកូរីឯវីដេអូមួយទៀតបង្ហាញពីសកម្មភាពដើរតាមផ្លូវម៉ៅសេតុងឆ្ពោះទៅស្តុបចំការមននិងវីដេអូដែលគេថតបានពីសកម្មភាពជួបសម្លាប់ឡើងជិះម៉ូតូប៉ូលីស
គណៈពលរដ្ឋដេញតាមវាយឲ្យរងរបួសនៅម្ដុំវត្តស្វាយពពែប៉ុន្តែមន្ត្រីសិទ្ធិមនុស្សចង់ឲ្យតុលាការបង្ហាញសកម្មភាពឃាតករបាញ់សម្លាប់លោកកែមលីភ្លាមនោះអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកលីសុផាណាបានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមរយៈ Telegram ថាផុសតាងដែលតុលាការបង្ហាញក្នុងអង្គសាវនកម្មនោះធ្វើតាមបែបបច្ចេកទេសវិទ្យាសាស្ត្រពិតក្នុងន័យនេះទំនងជាលោកថាមិនចាំបាច់បង្ហាញពីសកម្មភាពឃាតករបាញ់លោកកែមលីផ្ទាល់នោះទេគូបញ្ជាក់ថាបរិសុទ្ធអឿតអាងហៅជួបសម្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុននិងបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតដែលប្រឈមជាប់ទោសដាក់ពន្ធនាគារអស់មួយជីវិតគណៈសាលក្រមនឹងប្រកាសនៅថ្ងៃទី22ខែមីនាឆ្នាំ2017ខាងមុខនេះខ្ញុំណាតសុភាព VOD ភ្នំពេញអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីសាលាក្រុងចំនួន2នាក់ដោយសង្ស័យពីបទប្រព្រឹត្តអំពើពុករលួយបើតាមមន្ត្រីតុលាការឲ្យដឹងថានៅយប់ថ្ងៃពុធម្សិលមិញនេះអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រី2នាក់ដែលធ្វើការនៅសាលារាជធានីភ្នំពេញទៅកាន់តុលាការដើម្បីសាកសួរបន្ទាប់ពីអង្គភាពនេះបានឃាត់ខ្លួនដោយសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយជនសង្ស័យទី1គឺមានឈ្មោះរតបុរីជាប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញនិងទី2មានឈ្មោះមីវ៉ាន់អារ៉ុមភេទប្រុសដូចគ្នាគឺជាបុគ្គលិកការិយាល័យនេះលោកសៀងសុកព្រះរាជអាជ្ញារងសាលាដំបងរាជធានីភ្នំពេញបានប្រាប់ VD ថាមានការឃាត់ខ្លួនមន្ត្រីសាលារាជធានីភ្នំពេញពិតមែនប៉ុន្តែលោកមិនបានបញ្ជាក់អំពីចំណាត់ការភ្លាមនោះទេ VD ក៏មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោកអោមជំទាវប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននៅឡើយនៅព្រឹកនេះលោកនាងជាទីមេត្រីនៅឯខេត្តសៀមរាបតូបលក់ដូររបស់អាជីវករប្រមាណ100តូបត្រូវបានភ្លើងឆាបឆេះកាលពីយប់មិញនេះដោយគេសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនីក្រុមអាជីវករនៅផ្សារពោធិលង្កាបានឲ្យដឹងស្រដៀងគ្នាថាហេតុការណ៍នេះបានកើតឡើងនៅម៉ោង1ទៀបភ្លឺយប់មិញនេះបណ្ដាលឲ្យសម្ភារៈលក់ដូររបស់ពួកគេ85តូបរងការខូចខាតទាំងស្រុងក្រុមអាជីវករបានបន្ថែមថាភ្លើងនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីពីបង្គោលភ្លើងនៅក្បែរផ្សារនោះហើយបានឆាបឆេះរាលដាលទៅដល់ក្នុងតូបក្រុមអាជីវករបានបន្ថែមទៀតថាខ្សែភ្លើងនៅលើបង្គោលនោះគឺគ្មានរបៀបរៀបរយដែលធ្វើឲ្យឆ្លងចរន្តអគ្គិសនីកើតឡើងបើតាមមន្ត្រីពន្លត់អគ្គិភ័យឲ្យដឹងថាសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់14គ្រឿងនិងប្រើប្រាស់ទឹកអស់ប្រមាណ10រថយន្តទៅពន្លត់បានបាទព័ត៌មានជាតិនៅពេលនេះចប់តែប៉ុណ្ណេះ VOD ព័ត៌មានឯករាជ្យព័ត៌មានអន្តរជាតិបន្តទៀតនេះជម្រាបជូនដោយលោកពៅមេតាព័ត៌មានអន្តរជាតិចាប់ផ្ដើមចេញពីពួករដ្ឋអ៊ីស្លាមប្រកាសវាយប្រហារជាមួយចិនដើម្បីដោតទង់ជាតិរបស់ពួកគេនៅលើដែនដីស៊ីជៀងក្រុមជនជាតិដើមភាគតិចអ៊ូហ្គ័រដែលទទួលបានការបណ្ដុះបណ្ដាលជាមួយពួករដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់បានប្រកាសបដិញ្ញាបង្ហូរឈាមជាមួយរដ្ឋអំណាចចិនឲ្យប្រែដូចទឹកទន្លេដើម្បីដោតទង់ជាតិរបស់ពួកគេលើដែនដីនោះវិញចិនកំពុងតែមានការព្រួយបារម្ភចំពោះជនជាតិអ៊ូហ្គ័រដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងខេត្តស៊ីជៀងស្ថិតនៅផ្នែកខាងលិចរបស់ប្រទេសចិនបច្ចុប្បន្នពួករដ្ឋអ៊ីស្លាមកំពុងតែវាយប្រហារនៅលើដែនដីអ៊ីរ៉ាក់និងប្រទេសស៊ីរីកំពុងតែធ្វើដំណើរខុសច្បាប់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍និងចូលទឹកដីនៃប្រទេសទូគីនេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ពួករដ្ឋអ៊ីស្លាមអះអាងថានឹងឆ្លើយតបសម្រាប់ការសម្លាប់ចំណាត់ខ្មាំងរបស់ក្រុមនេះជាជនជាតិចិនម្នាក់កាលពីឆ្នាំ2015ខណៈចិនកំពុងតែមានការព្រួយបារម្ភពីជនជាតិអ៊ូហ្គ័រដែលក្រុមនេះកំពុងតែវាយប្រហារនៅមជ្ឈិមបូព៌ានៅប៉ុន្មានឆ្នាំចុងក្រោយនេះមនុស្សរាប់រយនាក់បានស្លាប់នៅក្នុងខេត្តស៊ីជៀងដែលភាគច្រើនគឺជាចលាចលរវាងពួកអ៊ូហ្គ័រនិងជនជាតិភាគច្រើនគឺជនជាតិចិនហានរដ្ឋាភិបាលបានចោទថាចលាចលទាំងនោះគឺបង្កឡើងដោយពួកក្រុមឧទាមអ៊ីស្លាមពួករដ្ឋអ៊ីស្លាមបានបង្ហាញខ្សែវីដេអូមួយដែលមានរយៈពេលកន្លះម៉ោងដែលនិយាយពីការបណ្ដុះបណ្ដាលពួកជនជាតិអ៊ូហ្គ័រដែលធ្វើដំណើរពីខេត្តស៊ីជៀងហើយក្នុងនោះក៏រួមមានអតីតមន្ត្រីនគរបាលផងដែរការថតបង្ហាញសារនេះបានបញ្ជាក់ថា
ពួកគេប្រាប់ឲ្យលោកស៊ីជីនពីងប្រធានាធិបតីចិនដុតទង់ជាតិរបស់ចិនចោលនៅតំបន់ដែលពួកគេត្រូវការនៅក្នុងខេត្តស៊ីជាងព័ត៌មានអន្តរជាតិមួយទៀតពីសហរដ្ឋអាមេរិកខាងគណៈបកប្រជាធិបតេយ្យបានថ្លែងថាការថ្លែងនៅក្នុងសភារបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការធ្វើកំណែទម្រង់ថ្មីបើកចំហឲ្យជនអន្តោប្រវេសន៍នោះគឺទុកចន្លោះឲ្យតិចតួចហើយនៅតែរដ្ឋបិទខ្លាំងដោយសំអាងទៅលើហេតុផលសន្តិសុខខាងគណៈបកប្រជាធិបតេយ្យថ្លែងថានៅក្នុងវគ្គដំបូងដែលលោកត្រាំថ្លែងនៅក្នុងសភាដូចជាមានឆន្ទៈបើកទូលាយធ្វើកំណែទម្រង់ពិតប្រាកដដល់ជនអន្តោប្រវេសន៍ប៉ុន្តែប្រែប្រួលបន្ទាប់មកបានប្រើសាររដ្ឋបិទទៅលើជនអន្តោប្រវេសន៍យ៉ាងច្រើនទៅវិញនេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកដឹកនាំសមាជិកព្រឹទ្ធសភាខាងគណៈបកប្រជាធិបតេយ្យលោក Charles Schumer បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថានៅក្នុងសន្និរកថារបស់លោកត្រាំគឺផ្ដោតសំខាន់តែលើការវាយប្រហារទៅលើជនអន្តោប្រវេសន៍ទោះយ៉ាងណាគណៈបកប្រជាធិបតេយ្យគឺជាសម្លេងភាគតិចនៅក្នុងសភាទាំងពីរថ្នាក់ហើយលោកត្រាំអាចសម្រេចទៅលើការដាក់សម្ពាធលើជនអន្តោប្រវេសន៍ខុសច្បាប់ដោយលើកឡើងពីករណីនៃខ្មាន់កាំភ្លើងវាយប្រហារយ៉ាងសាហាវនៅរដ្ឋកាលីហ្វ័រញ៉ាលើមន្ត្រីអនុវត្តច្បាប់ចំនួន2នាក់និងសម្លាប់យុវជនអាយុ17ឆ្នាំម្នាក់លោកត្រាំបានបដិញ្ញាប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់រួមបញ្ចូលទាំងការបដិញ្ញាកសាងរបងនៅតាមព្រំដែនជាមួយប្រទេសមិចស៊ិកការហាមប្រជាពលរដ្ឋកាន់សាសនាអ៊ីស្លាមមកពីប្រទេសចំនួន7មិនឲ្យចូលដែនដីអាមេរិកតែក្រោយមកត្រូវតុលាការកំពូលជំទាស់ហើយលោកបានបង្កើតកម្មវិធីមួយចំនួនទៀតដើម្បីត្រួតពិនិត្យទៅលើជនអន្តោប្រវេសន៍ដែលមានការសង្ស័យព័ត៌មានអន្តរជាតិចុងក្រោយទាក់ទងទៅនឹងមិត្តភាពរបស់កូរ៉េខាងត្បូងនិងអាមេរិកបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅថ្ងៃប្រហ័សនេះបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងពាក់ព័ន្ធទៅនឹងកូរ៉េខាងជើងបានបាញ់អាវុធមីស៊ីលឆ្លងទ្វីបកាលពីខែមុនរដ្ឋមន្ត្រីរដ្ឋាភិបាលជាតិរបស់អាមេរិកលោក Steven Mnuchin និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងលោក Yo Il-ho បានជួបប្រជុំគ្នាហើយបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីខែកុម្ភៈនិងសន្យាថាប្រទេសទាំងពីរដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងដើម្បីជួសជុលការខូចខាតនិងការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ភាគីទាំងពីរបានបញ្ជាក់ចំហថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែស្និទ្ធរវាងប្រទេសទាំងពីរបន្ថែមទៀតនិងបានព្រមព្រៀងធ្វើឲ្យមានភាពប្រសើរឡើងពីបញ្ហាបំណុលជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសចំនួន20ផ្សេងទៀតលោកអ្នកអាចស្ដាប់ឬអានព័ត៌មាន VOD ឡើងវិញតាមរយៈគេហទំព័រ www.vodhotnews.comបាទលោកនាងជាទីមេត្រីកម្មវិធីព័ត៌មានពេលថ្ងៃត្រង់របស់ VOD ដែលផ្សាយជូនលោកនាងស្ដាប់នៅថ្ងៃនេះចប់តែប៉ុណ្ណេះសូមលោកនាងរងចាំស្ដាប់ព័ត៌មានខ្លីរៀងរាល់ម៉ោងនិងព័ត៌មានពិស្ដារនៅម៉ោង 6 ល្ងាចនេះជាបន្តទៀតខណៈពេលនេះខ្ញុំបាទអ៊ឹមប៊ុនថននិងអ្នកបញ្ជាម៉ាស៊ីនផ្សាយសូមអរគុណនិងសូមជម្រាបលា